យើងចង់និយាយថាឲ្យមនុស្សម្នាក់ហ្នឹងគាត់ព្យាយាមនៅក្នុងការជំរុញខ្លួនឯងឲ្យមានភាពមោះមុតនៅក្នុងការធ្វើអ្វីមួយនិយាយថា force yourself to be consistent អញ្ចឹងនៅក្នុងប្រយោគមួយទាំងមូលហ្នឹងគឺមានពាក្យ force មួយដែលយើងថាជំរុញឬក៏បញ្ចេញកម្លាំងឲ្យធ្វើឲ្យមួយ force ហើយនឹងពាក្យ consistent ដែលជាពាក្យចាំបាច់នៅក្នុងប្រយោគមួយហ្នឹងប្រសិនមកគ្នាយើងទាំងអស់គ្នាមិនថាអ្នកទាំងអស់គ្នាក៏ដូចជាសិស្សានុសិស្សរបស់យើងទេប្រសិនមកយើងអត់ដឹងថាពាក្យ force នឹងបញ្ចេញសម្លេងយ៉ាងម៉េចឲ្យវាមានទម្ងន់ឲ្យវាមានភាពច្បាស់លាស់យើងនឹងពិបាកក្នុងការនិយាយប្រយោគហ្នឹងបាទ consistent ក៏អញ្ចឹងដែរបើសិនមកពាក្យហ្នឹង consistent វាមានដល់ទៅ3ព្យាង្គយើងអត់ដឹងថាសង្កត់ព្យាង្គមួយណាក៏យើងពិបាកនៅក្នុងការបញ្ចេញសម្លេងដែរហើយអាសម្លេងសិននៅកតុយនេះអាសម្លេងឆ្វាសោនដែលជាសម្លេងមួយដែលជួបញឹកញាប់បំផុតនៅក្នុងព្យាង្គនៃភាសាអង់គ្លេសនេះបើសិនមកយើងអត់ដឹងថាវាបញ្ចេញសម្លេងមិនក៏យើងពិបាកនៅក្នុងការបញ្ចេញសម្លេងពាក្យនេះកន្លងមកទាំងសិស្សរបស់យើងក៏ដូចជាសិស្សសាស្ត្រសិស្សទាំងឡាយគាត់តែងតែមានឧបសគ្គនៅក្នុងការប្រកបនិងបញ្ចេញសម្លេងមិនថាគាត់ level ទាបឬក៏ level ខ្ពស់ភាគច្រើនគឺគាត់មានបញ្ហានៅក្នុងការបញ្ចេញសម្លេងជាមួយនឹងទំនុកចិត្តនៅក្នុងភាសាអង់គ្លេសហើយដូច្នេះបានជាកន្លងមកបាទមួយរយៈពេលធំនេះ1ឆ្នាំ2ឆ្នាំចូលជាង2ឆ្នាំហើយដែលយើងមកប្រមូលផ្ដុំในការរៀបចំនៅវគ្គសិក្សាមួយដែលបង្រៀនអ្នកនរគ្នាអំពីការបញ្ចេញសម្លេងការប្រកបពាក្យភាសាអង់គ្លេសសម្រាប់មនុស្សគ្រប់វ័យសម្រាប់មនុស្សគ្រប់កម្រិតឲ្យរៀនបានក្នុងរយៈពេលខ្លីវគ្គសិក្សារបស់យើងមាន36សប្តាហ៍ទេយើងនឹងបង្រៀនអ្នកនរគ្នាអំពីសម្លេងនៃតួអក្សរពី A ដល់ Z តួអក្សរនីមួយៗពី A ដល់ Z តួសម្លេងនៃអក្សរផ្គួបបន្ទាប់មកយើងចាប់ផ្ដើមរំលឹកមកវិញនៅសម្លេងជញ្ញនៈទាំង24បាទតើយើងរៀនដូចនេះដើម្បីយើងអាចចាំសម្លេងជញ្ញនៈទាំង24បញ្ចេញសម្លេងបានសម្លេងណាធ្ងន់សម្លេងណាស្រាលហើយខ្ទប់សម្លេងកន្លែងណាយើងអាចចងចាំបានហើយយើងអាចប្រើប្រាស់វាបានហើយបន្ទាប់មកយើងនឹងរៀនអំពីសម្លេងស្រៈវែងយើងធ្វើយ៉ាងដូចនេះស្រៈខ្លីយើងធ្វើយ៉ាងដូចនេះហើយនៅពេលណាដែលយើងអាចសម្គាល់វាថាភាគច្រើនវាជាស្រៈវែងហើយភាគច្រើនវាគឺជាស្រៈខ្លីហើយក៏យើងរៀនអំពីស្រៈផ្គួបដែលសរុបបញ្ចូលគ្នាទៅវាមាន20សម្លេងស្រៈជាមួយនឹងសម្លេងឆ្វាសោនដែលជាសម្លេងមួយដែលអ្នកនរគ្នានឹងជួបញឹកញាប់នៅក្នុងភាសាអង់គ្លេសបន្ទាប់ពីយើងរៀនពីសម្លេងនៃសក៏ដូចជាសម្លេងសផ្គួបនិងរបៀបនៅក្នុងការប្រកបមកយើងនឹងអនុវត្តជាមួយនឹង1000ពាក្យដែលសំខាន់បំផុតនៅក្នុងភាសាអង់គ្លេសដែលយើងបានរៀបចំដាក់ក្នុង app រៀបដូចជាដំណាក់កាលដើម្បីអ្នកគ្នាអាចអានអាចស្ដាប់អាចអនុវត្តជាមួយ1000ពាក្យនៃភាសាអង់គ្លេសឲ្យអ្នកនរគ្នាមានភាពស្ទាត់ជំនាញមានភាពច្បាស់លាស់នៅក្នុងការបញ្ចេញសម្លេងពាក្យទាំងអស់ហ្នឹងចំពោះអ្នកនរគ្នាដែលចាប់អារម្មណ៍ជាមួយនឹងការសិក្សាវគ្គ phonics ប្រកបនិងបញ្ចេញសម្លេងពាក្យភាសាអង់គ្លេសនេះអាច comment ខាងក្រោមឬក៏ចុចប៊ូតុង send message